ខ្ញុំមើលទៅអាលឹកនេះដើមដងល្អប៉ុណ្ណេះខ្ញុំសង្ឃឹមថាអាលឹកនេះអាចឡើងផលជាងរាល់ឆ្នាំព្រោះវាល្អជាងរាល់ឆ្នាំណាជំរាបសួរបាទខ្ញុំឈ្មោះពលផែននៅភូមិកជាចស្រុកកជាចខេត្តព្រៃវែងបានប្រើថ្នាំហើយនឹងជីក្រុមហ៊ុន Udivine នេះទឹកតែឆ្នាំដំបូងទេខ្ញុំដាំផ្ទៃដី2ហិកតាបាទលើដំណាំអាលឹកទាំងអស់ហ្នឹងហើយពេលដែលខ្ញុំបានប្រើអាថ្នាំជី Aerogol ទៅអាលឹកខ្ញុំមើលទៅវាថក់ឡើងលឿនដើមដងគោលល្អចេញផ្កាក្តាប់មកគោលល្អវែងហ្នឹងណាវាបានផលល្អពិតមែនបានឈ្មោះអូនប្រុសកំណើតនៅភូមិរឹងរាយឃុំរឹងរាយស្រុកជីកខេត្តព្រៃវែងបានដាំអាលឹកប្រើ GNPK និងថ្នាំកំពុនយូលីស្វាយរយៈពេល4ឆ្នាំបានប្រើបានអាលឹកវាលូតលាស់ល្អតាមមិនទាន់ប្រើជីក្មួយកាលនោះវាធម្មតាដែរអាលឹកវាគាត់ស្លឹកវាមិនសូវខៀវល្អពិសេសធម្មតាបាទនឹងស្លឹកមើលទៅវាបីតងស្អាតដើមវាឆ្លោះវាដើមឆ្លោះល្អបើយើងទាត់ស្គាល់ជីវាដើមវាមិនសូវល្អវាលៀងរវល់បើយើងប្រើបានជីដើមវាឆ្លោះអញ្ចឹងបាទឃើញវាជីយើងទៅវាពេញចិត្តដាក់ទៅវាល្អជីអារ៉ូកូយើងបាញ់ទៅជួយជំរុញការក្តាប់ផ្លែគោល្អសាច់គោស្អាតហូបទៅក៏ផ្អែមផ្លែមានទម្ងន់ធំចាប់ពី4គីឡូខ្លះឡើងទៅ5គីឡូជាចុងក្រោយខ្ញុំសូមផ្ដាំទៅបងប្អូនដែលធ្វើដំណាំអាលឹកទាំងអស់សូមជ្រើសរើសយកជី NPK ហើយនិងជីទឹក Aerogol នេះប្រើដូចខ្ញុំទៅពិតជាបានផលពិត